សូមជម្រាបសួរពុកម៉ែបងប្អូននៅពេលនេះខ្ញុំបាទនឹងលើកយកតម្រុយឆ្នោតវៀតណាមម៉ោង 1:30 នាទីម៉ោង 4:30 នាទីម៉ោង 6:30 នាទីថ្ងៃទី2ខែមេសាឆ្នាំ 2025 ដើម្បីមកចែកជូនពុកម៉ែបងប្អូនមុននឹងចូលដល់តម្រុយឆ្នោតខ្ញុំបាទសូមលើកយកតម្រុយឆ្នោតដែលបានឲ្យការពីម្សិលមិញដើម្បីមកផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 4:30 នាទីហើយនិងម៉ោង 6:30 នាទីតម្រុយដែលខ្ញុំបានឲ្យគឺមានលេខ01 24 62 74លេខអុសមាន2ខ្ទង់គឺអុសខ្ទង់20ហើយនិងអុសខ្ទង់7បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 1:30 នាទីគឺយើងត្រូវបានប៉ុស A គឺ28ត្រូវលេខអុសបន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ76គឺត្រូវលេខអុសដូចគ្នាបន្តមកទៀតគឺយើងត្រូវបានប៉ុស C គឺ07ត្រូវចូលខ្ទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ77គឺត្រូវលេខអុសសរុបម៉ោង 1:30 នាទីគឺយើងត្រូវបាន4គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 4:30 នាទីម៉ោង 4:30 នាទីគឺយើងត្រូវបានប៉ុស A គឺ67ត្រូវចូលខ្ទង់ខ្ញុំបានឲ្យលេខ62បន្តមកទៀតគឺយើងត្រូវបានប៉ុស C គឺ64ត្រូវចូលខ្ទង់ដូចគ្នាសរុបម៉ោង 4:30 នាទីគឺយើងត្រូវបាន2គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 6:30 នាទីម៉ោង 6:30 នាទីគឺយើងត្រូវបានប៉ុស A គឺ25គឺត្រូវលេខអុសបន្តមកទៀតគឺយើងត្រូវបានប៉ុស A ដូចគ្នាគឺ65ត្រូវចូលខ្ទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស C គឺ71សរុបម៉ោង 6:30 នាទីគឺយើងត្រូវបាន3គ្រាប់បន្តមកទៀតនេះខ្ញុំបាទនឹងលើកយកតម្រុយសម្រាប់ថ្ងៃទី2ខែមេសាឆ្នាំ2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនដើម្បីចាក់ផ្សងសំណាងតម្រុយគឺមានលេខ06 24 14 43លេខអុសមាន2ខ្ទង់គឺអុសខ្ទង់10ហើយនិងអុសខ្ទង់40សូមពុកម៉ែបងប្អូនជួយចុច Subscribe ហើយនិងសញ្ញាមេដៃចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំបានចេញជារៀងរាល់ថ្ងៃសូមជូនពរសូមឲ្យពុកម៉ែបងប្អូនមានសំណាងល្អគ្រប់ក្រុមគ្រួសារបើសិនជាពុកម៉ែបងប្អូនចង់ផ្ដល់យោបល់អ្វីមួយសូមខមមិននៅខាងក្រោមសូមអភ័យទោសចំពោះការខុសឆ្គងដោយអចេតនាណាមួយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត